ហើយចុះដូចជាលោភៈថានាំសត្វឲ្យទៅកើតជាប្រែតប៉ុន្តែតាមរឿងរ៉ាវខ្លះលោភៈក៏នាំឲ្យកើតជាតិរិឆានដែរណាដូចជាការជាប់ជំពាក់នឹងទ្រព្យសម្បត្តិជាប់ជំពាក់នឹងកូនចៅអីឬដូចជាភិក្ខុអីដែលជាប់ជំពាក់ចិត្តនឹងចៃវរហ្នឹងសគត់ទៅកើតទៅជាចៃសំបីចតុបរិសត្តសិលនឹងល្អស្អាតភ្លឹងប៉ុន្តែត្រូវទៅកើតចៃ7ថ្ងៃសិនបានស្លាប់ពីចៃទៅកើតឋានតុសិតទេវលោកជាន់ទី4ដោយកម្លាំងនៃសិលដែលបានបំពេញល្អបរិសុទ្ធពីភិក្ខុមកនោះប៉ុន្តែវាមានអសន្នកម្មកើតឡើងដល់ពេលចិត្តស្លាប់ហ្នឹងជាប់ជំពាក់នឹងចៃវរដែលទៅតែដេហើយពីល្ងាចហ្នឹងណាមិនតាន់បានក្រងមិនតាន់បានប្រើប្រាស់ផងហើយអស់ជីវិតទៅកើតជាចៃហើយភិក្ខុគិតចែកគ្នាព្រះដ៏មានពភៈព្រះអង្គទ្រង់ជ្រាបសំលេងចៃដែលស្រែកណាកុំចែកកុំយួរជាពោខ្ញុំកណាទេជាពោខ្ញុំកណាទេចៃហ្នឹងស្រែកអញ្ចឹងរត់ជាឆ្លេជាឆ្លាពេញជាពោហ្នឹងព្រះដ៏មានពភៈព្រះអង្គឮដោយប្រសោតទេពថ្លៃឲ្យព្រះអានន្ទហ្នឹងមកប្រាប់តែភិក្ខុទាំងឡាយកុំតន់ចែកគ្នាចាំ7ថ្ងៃសិនចឹងទៀតបាន7ថ្ងៃចៃនឹងងាប់ទៅណាបានតែ7ថ្ងៃមិនដឹងជាបានអីទទួលទានឬស្អីនៅចពោចឹងណារងសេចក្តីទុក្ខវែងមួយមិញមួយម៉ាំងចឹងទៅមិនអាចនឹងធ្វើបន់ធ្វើអីកើតទេប៉ុន្តែបន់ពីជាតិមុនដែលនៅជាភិក្ខុជាបច្ច័យឲ្យទៅកើតនៅឋានតសិតណាហើយដូចជាព្រះសិរីបុត្រក៏ធ្លាប់កើតជាតិឆានដែរចឹងកើតជាពស់ចាំកំណប់របស់ខ្លួន40កោដមិនមែនតិចទេចឹងតែ40កោដហ្នឹងធ្លាប់កើតជាសិទ្ធិ40កោដហ្នឹង30កោដហ្នឹងសិទ្ធិហើយបើមណាព្រះមហាមោគលានក៏ធ្លាប់កើតជាកដោទៀតក្នុងពេលជាមួយគ្នាហ្នឹងព្រះអានន្ទកើតជាសេកចឹងព្រះបរមពុរិស័ទក្នុងកាលនោះកើតជាតាបោះហើយទេវទត្តកើតជាព្រះរាជបុត្រទុដ្ឋកុមារកាចតាំងពីនៅជាព្រះរាជបុត្រអីអញ្ចឹងទៅណាកាចវាយនៅមើលមុខមន្ត្រីនឡានណីអីទៅមុខទៅមាត់អីហ្នឹងកាចចរិតអាក្រក់មកអញ្ចឹងទៅតែម្ដងទៀតរហូតដល់គេស្អប់ទៅគេប្របែបបួលទៅហែលទឹកបួលទៅហែលទឹកទលេហ្នឹងរួចទៅគេនាំយកទៅដល់កដាលហើយគេជំុចគេមុជហែលចេញមកអស់ទៅឯងនោះលងទឹកនឹងកខ្វៃទៅវាទទួលបានជួបនឹងដើមឈើដែលវាបាក់ពីមាត់ច្រាំងវាអណ្ដែតតាមទឹកចំនួននឹងមកណាតោងដើមឈើនឹងទៅហើយនៅនឹងដើមឈើនឹងមានពស់នឹងឯងណាព្រះសិរីបុត្រហ្នឹងហើយមានកដោគឺប្រមុខកលៀននឹងទៀតក្នុងកាលហ្នឹងហើយខ្លួនឯងតោងមេឈើហ្នឹងមិនដែលតាមខ្សែទឹកឲ្យវូមកអញ្ចឹងទៅស្រែករួគេជួយបានព្រះបរមពុរិស័ទឮយប់ស្ងាត់ឮស្រែកមកអញ្ចឹងទៅបានព្រះអង្គនឹកករណាសត្វហ្នឹងក៏ចុះទៅមានវិធីយ៉ាងម៉េចទៅជួយបានទៅជួយចាប់ទប់ទាញមេឈើអីហ្នឹងដោយកម្លាំងនៃព្រះបរមពុរិស័ទនឹងឯងមកទប់នៅក្នុងមាត់ច្រាំងមិនឲ្យហូរទៅទៀតហើយក៏ស្រង់យកទាំងមនុស្សទាំងសត្វទាំងអស់ហ្នឹងមកហើយឃើញសត្វពស់សត្វកដោហ្នឹងវាអន់ខ្លាំងហ្នឹងវាអន់ខ្លាំងអញ្ចឹងទៅក៏បានប្រកាត់ភ្លើងហ្នឹងឆ្អើបដូចថាឲ្យកម្ដៅពស់កម្ដៅកដោហ្នឹងឲ្យវាបាត់ជជាបាត់តងាអីអស់ហើយស្រួលបួលទៅបានចាប់ជួយមនុស្សហ្នឹងក្នុងពេលហ្នឹងទុដ្ឋកុមារស្រាប់តែកើតអយោនិសោមនសិការៈឡើងចឹងអយោនិសោមនសិការៈនឹងឯងដែលវាជាបតតឋានដែលវាជាបច្ច័យនៃចិត្តអាក្រក់ណាអាហ្នឹងសភាពនៃអកុសលវាកើតឡើងអញ្ចឹងឧបនិស្សយបច្ច័យហ្នឹងវារុញមកវាឲ្យគិតទៅក្នុងរឿងមិនល្អរឿងដដែលទេបើចេះគិតល្អណាបើចេះគិតឲ្យត្រូវព្រោះគេស្រង់ឲ្យបានរស់មកហើយគេជួយកម្ដៅភ្លើងអីឲ្យទៀតប៉ុន្តែវាទៅជាមានគំនិតមួយកើតឡើងជ្រៀតចូលកន្លែងហ្នឹងថាឯងជាមនុស្សមិនគិតជួយឯងមុនទេទៅជួយអាសត្វពស់សត្វកដោនឹងមុនវាកើតទៅជាគំនិតអាក្រក់គុំនឹងព្រះតបោះបរមពុរិស័ទនឹងទៅទៀតម្ល៉េះហើយអំណាចនៃការខឹងក្រោធហ្នឹងវាបាំងគុណ
ដែលព្រះបរមពុរិស័ទនឹងជួយអស់មើលអត់ឃើញមើលអត់ឃើញគុណមើលអត់ឃើញសេចក្តីល្អដោយអកុសលនឹងវាបិទបាំងអញ្ចឹងចឹងគុណឲ្យច្បាស់ចេះណាប៉ុន្តែមនុស្សខ្វាក់ចិត្តខ្វាក់នឹងមិនអាចមើលឃើញគុណធំប្រពន្ធភ្នំនៅនឹងមុខនឹងខ្វាក់ភ្នែកមើលមិនឃើញយ៉ាងណាគុណរបស់អ្នករតីធំប្រពន្ធណាណីប៉ុន្តែចិត្តខ្វាក់មនុស្សចិត្តខ្វាក់មិនអាចមើលឃើញគុណគឺសេចក្តីល្អដែលនៅនឹងមុខនឹងបានទេណានឹងដូចជាអសប្បុរសទាំងឡាយដែលចិត្តខ្វាក់មិនអាចមើលឃើញគុណគឺសេចក្តីល្អរបស់អ្នករតីមកពីខ្លួនឯងវាមិនដែលមានគុណកើតឡើងដើម្បីឲ្យទទួលស្គាល់រសជាតិនៃសេចក្តីល្អដល់អញ្ចឹងទៅសម្លឹងមើលទៅអ្នកដទៃក្នុងតែរឿងមិនល្អសង្ស័យគេយ៉ាងនេះចោទប្រកាន់គេយ៉ាងនេះសម្ផស្សរបោមមុខខ្យល់អីហ្នឹងអត់បានចារណាទេស្រឡាញ់ជាប់ជំពាក់ជីវរថ្មីផងតែបានប្រើប្រាស់ចិត្តក៏សៅហ្មងហ្នឹងឯងហើយចូលតម្រាំដល់ទៅអ្នកស្រុកអ្នកភូមិយើងហ្នឹងមានរឿងជាប់ជំពាក់ច្រើនណាស់ហើយព្រះពុទ្ធអង្គក៏ព្រះអង្គទ្រង់ជ្រាបពីរឿងបឋិជននៅក្នុងកាមភពនេះស្លាប់ទៅអបាយភូមិច្រើនណាស់បដិសន្ធិជាមនុស្សឬក៏ទេវតាសុគតិភពហ្នឹងគឺតិចទេមានចំនួនតិចក្រៃលែងទៅណាស់ប្រៀបធៀបគ្នាខុសគ្នាច្រើនកម្មសកោមហេកម្មទេយតោកម្មយោនិកម្មពន្ធុកម្មបដិសរណោយ៉ាងកម្មង្ករេសាមិកល្យាណង្វាបាបកੰវាតសទេយតោពវិសាមិយើងតែសូត្រហើយក្នុងអភិនហបច្ចវេកណៈចារណារឿយសត្វលោកមានកម្មជារបស់ខ្លួននឹងនៅបឋិជនគឺភារៈធ្ងន់បដិសន្ធិនឹងឯងមិនប្រកាសវិជាទេដូចបោះកណាត់ឈើទៅលើធ្លាក់មកមានចំមានគល់មានកដាលអីចឹងណាអ្វីដែលអាស្រ័យបច្ច័យកើតឡើងវាច្បាស់ជាផលនៃបច្ច័យតែប៉ុណ្្នឹងឯងដែលហៅថាសង្ខារធัวរបស់ក្នុងโลกហ្នឹងវារបស់មេវាជារបស់មិនគួរចាប់យកមែនបខំខ្លួនយើងមិនឲ្យចាប់យកទេហ្នឹងឯងតែឲ្យយើងឃើញថារបស់ហ្នឹងវាជារបស់ក្នុងโลกជារបស់មេហ្នឹងឯងចាប់យកទៅវាមានទោសហ្នឹងឯងមិនគួរចាប់យកទេគួរឲ្យអៀនខ្មាស់ក្នុងការដែលចាប់យករបស់ក្នុងโลกគាត់ឲ្យវាចាប់យកសេចក្តីនឹងបានអញ្ចឹងណាអាហ្នឹងគឺរេអតបៈថ្នាក់សតិប្បដ្ឋានទាំងដែលរបស់យើងហ្នឹងណាហ្នឹងហើយដោយសន្មត់របស់យើងហ្នឹងប៉ុន្តែយើងក៏នៅក្នុងសេចក្តីប្រកម្មអត់តាន់មានតបដ្ឋានយើងដឹងថាមានខ្លួនយើងហើយវារបស់យើងហ្នឹងហើយដល់តែយើងមានតបដ្ឋានដែរបានដឹងថារបស់ហ្នឹងរបស់មីរបស់ក្នុងโลกរបស់វិន័យហ្នឹងហ្នឹងហើយទាំងដែលមិនគួរចាប់យកហ្នឹងហើយមិនគួរចាប់យកដោយតណ្ហាថាអេតាំងមៈណាហ្នឹងហើយចុះបើយើងមិនចាប់យកហ្នឹងបានទីពឹងអីអត់មានរត់ទីពឹងអីឲ្យយើងអីដែលសម្គាល់ថាមានខ្លួនយើងទៅបានអីទេគឺអាការដែលមិនប្រកាន់ខ្លួនយើងហ្នឹងមិនប្រកាន់ថាមានខ្លួនយើងក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណវាមានតែរូបជាធាតុមិនដឹងហើយនឹងនាមដែលដឹងហ្នឹងបើវាមិនមែនយើងហើយណាអាហ្នឹងឯងដែលមិនប្រកាន់ថាយើងវាអត់ចាំបាច់ចាប់យករបស់ក្នុងโลกអាហ្នឹងឯងដែលជាទីពឹងនឹងតែហ្មងណាវាមិនមែននៅក្នុងដីសម្គាល់មានយើងតាមយើងស្ដាប់មកយើងមិនចាប់យកអញ្ចឹងយើងបានអីជាទីពឹងវានៅក្នុងសេចក្តីសម្គាល់ខ្លួនយើងទៅវារកខ្លួនយើងនឹងឲ្យបានស្អីជាទីពឹងទៀតណាអាហ្នឹងគឺវានៅភ័យនៅខ្លាចខ្លួនយើងនឹងអត់បានទីពឹងអីហ្នឹងប៉ុន្តែចាប់ត្រង់ដែលថាអាការដែលមិនចាប់ប្រកាន់របស់ក្នុងโลกហ្នឹងណាអាការដែលមិនចាប់ប្រកាន់ហ្នឹងគឺជាការលះគិដ្ឋិបញ្ហាណាហ្នឹងឯងហើយនឹងឯងជាទីពឹងត្រង់ដែលការមិនចាប់ប្រកាន់ហ្នឹងឯងជាទីពឹងតាំងពីបដិសតិទៅសតិប្បដ្ឋានទៅរហូតដល់ទៅព្រះនិព្វានហ្នឹងឯងព្រោះទីពឹងព្រះអង្គប្រកាសសតិប្បដ្ឋានអត្តទីបាធម្មទីបាហើយណាព្រះនិព្វានក៏ព្រះអង្គប្រកាសអេតាំងទីតាំងហ្នឹងឯងជាព្រះនិព្វានគឺថាជាទីបំផុតនៃទីពឹងហ្នឹងឯងតែមិនជាទីពេញចិត្តរបស់តណ្ហាទេហើយទៅ
ណាយើងមិនមែនចាំតណ្ហានឹងឯណាឲ្យវាស្គួមទៅតណ្ហានឹងមិនបាច់ចាំចំណីអាហារអីដើម្បីចាំទំនប់ម្រងឲ្យវាធាត់ទេអាហ្នឹងវាអត់ពេញចិត្តទេណាអាហ្នឹងគឺបានន័យថាយើងផ្ដាច់តណ្ហានឹងឡើយដូចខ្លាអញ្ចឹងដល់ទៅវាអត់អីស៊ីវាកាចចង់ស៊ីម្ចាស់វិញអញ្ចឹងទៅវាជាប្រាវអាហ្នឹងឯងខ្លាតណ្ហាមានមាត់6ទេហ្នឹងឯងមាត់ស៊ីរូបមាត់ស៊ីសម្លេងមាត់ស៊ីក្លិនមាត់ស៊ីរសមាត់ស៊ីផាត់ពៈមាត់ស៊ីតំមេរំហើយយើងខំបំពេញអាហារទាំង6មុខឲ្យតណ្ហាហ្នឹងឥឡូវយើងឈប់ចិញ្ចឹមយើងផ្ដាច់អ្វីដែលតណ្ហាត្រូវការប្រាថ្នាហ្នឹងឲ្យវាស្គួមទៅអញ្ចឹងអត់ចាំបាច់ខ្លាចតណ្ហាស្លាប់ទេឲ្យវាស្លាប់ទៅចុះតណ្ហាហ្នឹងនោះអញ្ចឹងគឺយើងរស់នៅជាមួយនឹងបញ្ញាសិក្សាអ្វីដែលចូលមកដល់ជីវិតមិនថាជីវិតនឹងមានសភាពបែបម៉េចទេទាំងឲ្យតែយើងមានស្មារតីមកកំណត់ដឹងថាសភាពដែលកំពុងប្រកបហ្នឹងគឺមិនមែនយើងហើយស្រេចហើយយើងនឹងបានដឹងថាមិនមែនយើងអ្នកធ្វើមានអន់ទេបើយើងអត់បានធ្វើអីផងហ្នឹងយើងមានគិតថាយើងអន់ណាស់យើងថោកណាស់អីចឹងទៅគួរឲ្យខ្មាស់គេណាស់គួរឲ្យអៀនណាស់មានក្តៅក្រហាយបន្ទោសខ្លួនឯងចឹងទេបើអ្វីទាំងអស់ហ្នឹងទាំងកិលេសហ្នឹងមិនមែនយើងអ្នកធ្វើផងហ្នឹងអ្នកណាគេមើលងាយរឿងបញ្ញត្តិរឿងក្នុងโลกហ្នឹងវាធម្មតាប៉ុន្តែរឿងហ្នឹងចិត្តរបស់អ្នករតីតើឲ្យតែចិត្តរបស់យើងនៅជាសុខណាទោះជាអកុសលដែលប្រព្រឹត្តទៅហើយក្តីរឿងអីក៏ដោយកាលណាវាប្រកាសមកថាមិនមែនយើងអ្នកធ្វើគឺវាអត់មានមើលងាយខ្លួនយើងទេអត់មានកើតទុកសោកអត់មានបន្ទោសខ្លួនឯងទេអ្វីវាស្រេចតែមិនមែនយើងអ្នកធ្វើមែនអញ្ចឹងណាហ្នឹងឯងអាហ្នឹងឯងដែលជាចំណុចខ្លាំងនៃវិបស្សនាចូលទៅក្នុងពលវៈវិបស្សនាតែអញ្ចឹងយើងក៏មើលងាយខ្លួនឯងហើយក៏កុំចង់យកប្រៀបអ្នកដទៃរស់នៅដោយមេត្តាករុណាណាបានសុខហើយឲ្យសុខទៅអប់រំចិត្តឲ្យមែនទេណាកុំចង់យកប្រៀបលើអ្នកដទៃចឹងហ្នឹងឯងកុំចង់យកឈ្នះអ្នកដទៃដោយអំណាចមាននេះដោយអំណាចនៃកិលេសហ្នឹងឯងគឺយើងដឹងចិត្តខ្លួនយើងដែលត្រូវអធិដ្ឋានប្រព្រឹត្តទៅយ៉ាងម៉េចគឺយើងរៀនលះបង់នៅអ្វីដែលធ្លាប់ដែលជាប់ជំពាក់អីទាំងអស់ហ្នឹងគឺយើងដឹងខ្លួនយើងថាយើងវឹកហាត់រៀនលះកាត់អ្វីដែលវាជាគ្រឿងទំយើឲ្យយើងមាននេះគេគោរពគេលើកចម្កើងគេទំនុកបំរុងគេប្រកបគុណអីចេះតែឡើងទៅតាមហ្នឹងយើងរៀនលះព្រោះអាហ្នឹងវាជាការចិញ្ចឹមមាននេះអញ្ចឹងទៅអីហ្នឹងយើងដឹងខ្លួនយើងអញ្ចឹងជាមួយគ្នានឹងគ្រប់ជីវិតសពសត្វទាំងអស់គឺសូមឲ្យជាអ្នកបានរួចផុតអំពីទុក្ខទោសគ្រោះថ្នាក់នៃវដ្តសង្សារសូមឲ្យមានបញ្ញាអត់មានបានមាសប្រាក់លុយកាក់សម្បត្តិអីណាឲ្យដូចជាបានបញ្ញាទេសូមឲ្យសពសត្វទាំងអស់បាននៅបញ្ញាដឹងថាអត្តភាពគឺបញ្ញខណ្ឌនេះរៀងព្រះអង្គរៀងខ្លួននេះគឺមិនមែនអាត្មាអញជាអ្នកសាងមកឡើយសូមឲ្យមានបញ្ញាចម្រើនឡើងដុសដាលឡើងដោយស្មារតីនឹងដោយសម្បជញ្ញៈនឹងឯងទាំងសូមអនុមោទនីប៉ុន្តែអញ្ចឹងក៏ទុកដាក់ប្រាក់ចូលរួមក្នុងពិធីបុណ្យដោយបាសិកាទុននិងស្វាមីកូនចៅ 50000 លោកម្ចាស់សំសានបាសក់ផាន់ភោគ 100000 បាសិកាជាសនាវី 20000 បាសិកាខិនតាន់ 5000 បាសិកាគូឆេងគុយ 5000 ហើយនឹងពុទ្ធបរិស័ទដែលបានបូជាជានិច្ចកាមកបាសិកាឆៃសូនបាសិកាឡាយសវឿនអង្គញាសុខកាបាសិកាច័ន្ទលៀងបាសក់ស្វាយហៀងទុំយ៉ងពុំតគុណរីហើយនេះបាសិកាពុទ្ធទេវីនិងអ្នកម្ដាយបាសកវងសុភ័ណ្ឌបាសិកាឡាវកំលៀងបាសកអិនជីវ៉ាបាសិកាជួនត្រីបាសិកាស៊ីមយាយហួយបាសិកាសំណាងសីពៅបាសិកាស្ថារិននេសេដ្ឋាបាសិកាហុយមុំនិងបាសិកាមិញជីតារាពុទ្ធបរិស័ទទូទៅ 600000 សរុបទៅបាន 1090000 ទាំងប៉ុណ្ណាហើយឲ្យអំប្រុសបន្ថែមទៅបាន2លានចឹងហ្នឹងហើយបានពេញបនរឿយចឹងពុទ្ធបរិស័ទទំនុកម្រងបច្ច័យ4អីចឹងមកអាហ្នឹងសម្បត្តិរបស់លោកគ្រូហ្នឹងហ្នឹងលោកភ័ក្រថាបោះអញណាហ្នឹងឯងដល់អញ្ចឹងគឺយើងធ្វើបន់ទៅយើងសប្បាយចិត្តបានបន់ទៅហ្នឹងឯងព្រោះបើមិនធ្វើបន់ទេក៏យើងធ្វើអីធ្វើទៅព្រោះរបស់យើងហើយហ្នឹងណាហ្នឹងឯងប៉ុន្តែថាអ្វីដែលបានមកដោយធัวប្រកបដោយធัวសំរុំដែលយើងត្រូវប្រើប្រាស់
ឲ្យប្រកបដោយធម៌ទៅតែអញ្ចឹងបានសบายចិត្តឲ្យសមដែលពុទ្ធបរិស័ទហ្នឹងបូជាពធទាំងគឺក្នុងការដែលបានចូលរួមប្រាក់បូជាពធអីថែមអីចាំឆ្នាំអីចឹងទៅរហូតដល់ទៅមួយឆ្នាំ50-60ម៉ឺនដុល្លារតែមិនតិចទេឆ្នាំហ្នឹងដូចច្រើនហ្នឹងឯងថែមចៃ4អីចឹងទៅហ្នឹងចាំដល់ជំនួយសតិណាហ្នឹងគឺមានអំប្រុសកាត់បោកប្រមូលសរុបសម្ដែងធัวមួយឆ្នាំហ្នឹងបានប្រមាណ5-600លើកអីចឹងទៅប្រាក់បូជាពធัว50-60ម៉ឺនច្រើនណាគួរឲ្យសប្បាយចិត្តជាពិសេសសរុបពេលកឋិនមកកឋិនហ្នឹងជាង10ម៉ឺនណាហ្នឹងឯងអញ្ចឹងហើយពុទ្ធសាសនាហ្នឹងគឺព្រះធัวព្រះវិន័យហ្នឹងព្រះធัวដែលព្រះអង្គសម្ដែងហើយព្រះវិន័យដែលព្រះអង្គទ្រង់បញ្ញត្តិហើយព្រះអង្គបរិនិព្វានទៅគឺថាព្រះធัวព្រះវិន័យហ្នឹងជាព្រះសម្មាសម្ពុទ្ធជាព្រះសាស្តាជំនួសព្រះអង្គទ្រង់ផ្ដាំផ្ញើក្នុងដីដកលេខ16ដែលមហាបរិនិព្វានសូត្រហ្នឹងយោអនន្តមយាធម្មោចវិនិយោចតេចតោបញ្ញត្តោសោវោមមច្ចយេនសត្ថាហ្នឹងណាគុណចាស់អង្គជ្រាបច្បាស់ព្រោះតែងតែស្វាធ្យាយរឿយព្រោះណាអង្គដាំជាមួយនឹងព្រះអានន្ទជាដើមហ្នឹងធម៌ដែលតថាគតសម្ដែងហើយវិន័យដែលតថាគតបញ្ញត្តិហើយអំណះអត់អំពីតថាគតទៅធម៌នឹងវិន័យដែលតថាគតសម្ដែងបញ្ញត្តិដល់អ្នកទាំងឡាយហ្នឹងហើយគឺជាគ្រូជាសាស្តារបស់អ្នកទាំងឡាយជំនួសតថាគតនឹងពុទ្ធបរិស័ទយើងទំនុកបំរុងប្រសងគឺទំនុកបំរុងព្រះធម៌ព្រោះព្រះសង្ឃគង់នៅសិក្សារៀនសូត្រពធហើយដល់ទៅទំនុកបំរុងពធឈ្មោះថាទំនុកបំរុងព្រះសម្មាសម្ពុទ្ធធំទលំទលាយយើងអត់បានជាពុទ្ធមេត្តាអត់មែនជាពុទ្ធបិតាអត់បានកើតតន់ព្រះអង្គអត់បានថ្វាយចង្ហាន់ព្រះអង្គក៏ពិតមែនប៉ុន្តែឥឡូវហ្នឹងគឺព្រះធម៌ព្រះវិន័យហ្នឹងជាព្រះសម្មាសម្ពុទ្ធយើងស្ដាប់ពធัวយើងសិក្សាបត្រៃបីដកទៅស្រាប់តែយើងស្គាល់ពុទ្ធតាមរយៈនៃពធัวហ្នឹងណាគឺក្របពូជថាសទ្ធាពីជាងណាពីជាងហ្នឹងពូជសទ្ធាហ្នឹងពុទ្ធសំដែងទាំងសទ្ធាពីជាងតបោវត្ថិបញ្ញាមេយុគនាំងកលាំងរេអ៊ីសាមនោយោតាំងសតិមេផាលបាយណាំងក្នុងកសិសោតបីដកលេខ30ក៏មានក្នុងសតនិបាតលេខ54ក៏មានសទ្ធាជាពូជតបៈជាភ្លៀងហ្នឹងអញ្ចឹងគឺយើងបានសិក្សាត្រៃបីដកទៅគឺបានក្របពូជមកក្របហ្នឹងពោធិសទ្ធាហ្នឹងយើងចិត្តតែស្រោចទឹកដោយសតិណាតបោវត្ថិតបៈជាភ្លៀងតបៈហ្នឹងគឺសតិដែលការសង្រួមឥន្ទ្រីព្រះអត្តកថាបញ្យលចិត្តតែស្រោចទឹករឿយទៅក្របពូជហ្នឹងចាក់រឹសចូលទៅក្នុងដីគឺសិលដោះដើមគឺសម្បថវិបស្សនាមានមលុបព្រះពោទេណាសោតាបត្តមៈសក្តិគេវិមៈអនាគេវិមៈអរហត្តមៈហ្នឹងហើយអញ្ចឹងពពោយើងមិនទាន់ធំមានមលុបអីស្រួលបួលប៉ុន្តែយើងចិត្តតែស្រោចទឹកណាដោយសតិណាសតិគឺថារក្សាចិត្តរក្សាក្របពូជហ្នឹងការដែលរលឹកបានសតិហ្នឹងមកដីហ្នឹងគូជាមួយសម្បជញ្ញៈហ្នឹងឯងហើយសតិសម្បជញ្ញៈជាធัวដែលមានឧបការៈគុណច្រើនព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះធម្មសេនាបតីសម្ដែងនៅក្នុងទសត្តរសូត្របីដកលេខ19ទាំងធัวដែលមានឧបការៈគុណច្រើនមួយគឺអបមាទធัวសេចក្តីមិនប្រមាទបរោ2គឺសតិ1សម្បជញ្ញៈ1បើអរោ3គឺ
មួយសัพពរិសោប្រសង្ឃសេវៈខ្សែគប់នឹងសัพពរោះទី2សត្វធម្មសវណៈស្ដាប់ព្រះធម៌របស់សัพពរោះហ្នឹងទី3ធម្មមានុធម្មបរិបត្តិនឹងធัวដែលមានឧបការៈច្រើនហើយព្រះសារីបុត្រសម្ដែងធัวដែលមានឧបការៈច្រើន4 5 6 7 8 9 10ទៅយកពេលវេលាដែលអាចរលឹកនាមរូបបានដែរមកគណៈនេះវាមានតម្លៃណាហ្នឹងហើយលោកយល់ដឹងពីតម្លៃនៃការដឹងនាមរូបនេះព្រោះរឿងភ័យមកពីមានយើងនៅក្នុងโลกនេះហើយដល់ទៅមានយើងតាមពិតវាមានសេចក្តីប្រកាន់នេះអត្តាវាអត់ទៅហើយតម្រាំតែយើងបានមកដឹងថាអត់មានអត្តាហ្នឹងមិនងាយទេណាដូចនេះយើងមានកម្លាំងចិត្តថាអត្តាខ្លួនយើងអត់ហើយនៅតែទិដ្ឋិអីអញ្ចឹងត្រូវលះទិដ្ឋិដោយការចម្រើនសម្មាទិដ្ឋិត្រូវមានសតិរលឹកនាមរូបដូច្នេះគឺខ្លួនយើងអត់មានស្រេចមកហើយដល់អញ្ចឹងវាមានកម្លាំងដើម្បីយកជ័យជំនះក្នុងការដែលយើងតវ៉ានេះព្រោះយើងមិនមែនអ្នកសាងវត្តដាក់នឹងមកឯណាហ្នឹងឯងតែដោយសារសេចក្តីល្ងងវានៅមានបានវាមានអាការប្រកាន់ហ្នឹងអញ្ចឹងគឺជាយាមរលឹកនាមរូបរឿយហ្នឹងឯងហ្នឹងរឿងឲ្យតែនៅមានកិលេសអញ្ចឹងយើងគ្រាន់តែប្រៀបគ្នាទ្រព្យសម្បត្តិអីចឹងទៅអំចិត្តទៅឈឺចិត្តទៅហើយអាហ្នឹងឆាប់ចាស់ហ្នឹងឯងតាមផ្លូវចិត្តហ្នឹងដោយអំណាចទោសៈជីវ័នហ្នឹងក្នុងអត្តសាលនីសម្ដែងអំពីអលោភៈអទោសៈអមោហៈហ្នឹងមានរឿងសភាពនៃទោសៈហ្នឹងឯងដែលធ្វើឲ្យឆាប់ចាស់ជារាក្រំគ្រាជំងឺរោគាអីហ្នឹងចឹងទៅហ្នឹងឯងផ្ទុយគ្នាអទោសៈនិងទោសៈហ្នឹងហ្នឹងឯងយ៉ាងនេះក៏គ្រាន់តែជាបទសិក្សាមួយពុទ្ធបរិស័ទយើងដូចថានៅភ្ញាក់ឡើងមិនតាន់ស្វាងអីលោកមុខលោកមាត់អីចឹងណាអាប្រាំលើកដៃលើកជើងស្ដាប់ពធัวអីចឹងទៅហ្នឹងឯងហើយបើចូលមកសុបទៅក្នុងពធัวជួយដោះស្រាយបានបញ្ហាទាំងអស់ហ្នឹងយើងស្វាងស្រឡះត្រង់ដែលថាជីវិតហ្នឹងតាំងពីអតីតកាលមកដល់បច្ចុប្បន្នហ្នឹងអនាគតមិនមែនយើងអ្នកសាងមកឲ្យខ្លួនឯងទេមិនមែនយើងអ្នករៀបចំទេប៉ុន្តែមកពីយើងល្ងងយើងចិត្តទៅទទួលថ្មបាក់ហ្នឹងទៅចេះតែទទួលភារៈហ្នឹងទៅណាខណ្ឌភារៈអភារៈហវេបញ្ញខន្ធាភារៈហារោចបុគ្គលោភារៈទាននាងទុកខាងលោកេចឹងតើតែភារៈនិខេប៉ុណ្ណឹងបានសុខខាងដាក់ចុះនៅភារៈវាធ្ងន់ណាធ្ងន់ហ្នឹងមកពីយើងល្ងងហើយយើងមកទទួលដោយសេចក្តីល្ងងហ្នឹងដែលថាយើងហ្នឹងគឺបញ្ញត្តិហ្នឹងដែរព្រះអង្គដែងភារៈហារោចបុគ្គលោបុគ្គលអ្នកនាំទៅនៅភារៈហ្នឹងជាបញ្ញត្តិទៅអត់មានអត្តាណាទេប៉ុន្តែវាតេតួងទៅនឹងវត្តដាក់ដែលប្រព្រឹត្តទៅព្រោះអវិជ្ជាដែលល្ងងហ្នឹងវាជាឫសគល់ទៅភារៈទាននាងទៅណាភារៈនឹងអាទាននាងជាឈ្មោះនៃតណ្ហាហ្នឹងវាធ្ងន់ទៅប៉ុន្តែពុទ្ធបរិស័ទយើងមកអប់រំត្រឹមតែដឹងនាមរូបព្រមតែដោយបច្ច័យគឺចាប់ផ្ដើមប្របាយចិត្តត្រង់ដែលថាយើងត្រូវតែរួចខ្លួនព្រោះយើងមិនមែនសាងជីវិតហ្នឹងមកឯណារឿងអនាគតហ្នឹងយើងរៀបចំទៅតាមតែថាអនាគតវានៅមានអញ្ចឹងយើងរៀបចំហ្នឹងគឺជាការដោះស្រាយសេចក្តីទុក្ខលំបាកក្នុងអនាគតហ្នឹងឯងដោយតែក្នុងផតេករតសោតអតីតាំងនេនវេកមេយៈណបដិកង្ខេអនាគតាំងយៈតេតៃតាំបហៃណាំតាំងអបតញ្ចអនាគតាំងពោះអតីតដែលកន្លងទៅហើយណាអតីតាំងនេនវេកមេយៈហ្នឹងគឺហ្នឹងក្នុងខ្លឹមសារក្តីប្រែគឺថាមិនអាល័យអតីតហ្នឹងឯងយៈតេតៃតាំបហៃណាំតាំងហ្នឹងឯងធัวដែលជាអតីតហ្នឹងវារលត់ហ្នឹងឯងធម្មតាធัวវាកើតហើយវារលត់ទៅអញ្ចឹងហ្នឹងឯងប៉ុន្តែដែលយើងមិនអាល័យអតីតហ្នឹងបានមិនមែនចិត្តតែដូចថាមិនអប់រំចិត្តមិនចម្រើនបញ្ញាហើយមិនអាល័យបានទេដល់តែបច្ចុប្បន្នចយោធម្មតថវិបស្សតិនេះមានវិបស្សនាដឹងធัวបច្ចុប្បន្នរូបធัวមិនមែនអត្តាវិញ្ញាណដែលដឹងអារម្មណ៍នេះដែលកំពុងប្រកបនេះវាប្រកបជាបរមត្តមកមិនមែនជាអត្តាហើយវេទនាសោយហ្នឹងក៏វាមិនមែនជាយើងអញ្ចឹងវាអត់ចាំបាច់ប្រកាន់ហួងខែងវិញ្ញាណហ្នឹងឲ្យទៅជាវិញ្ញាណស្អីការសោយអារម្មណ៍ហ្នឹងឲ្យទៅជាវេទនាស្អីព្រោះវាមិនមែនជាអត្តាអញ្ចឹងវិញ្ញាណអីក៏បានវេទនាដែលកំពុងប្រកបហ្នឹងវេទនាអីក៏បានបើវាមិនមែនយើងហើយទៅរកអតីតមកឲ្យអ្នកណាគេថាអាហ្នឹងឯងដែលវាអត់អាល័យអតីតទៅបានហ្នឹងវាតល់តែមានវិបស្សនាដឹងធัวបច្ចុប្បន្នហ្នឹងហើយដែលដឹងធัวបច្ចុប្បន្នហ្នឹងក៏មិនប្រាថ្នាអនាគតហ្នឹងឯងអបតញ្ចអនាគតាំងហ្នឹងឯងព្រោះអនាគតនោះវាអត់តាន់មកដល់ចឹងហ្នឹងឯងចឹងបានព្រះអង្គម្ដាយណាប់បដិកង្ខេអនាគតាំងណាហ្នឹងឯងថាណាប់បដិកង្ខេហ្នឹងគឺប្រែថាមិនប្រាថ្នាហ្នឹងឯង
អបតញ្ចៈវាអត់តាន់មកដល់ហ្នឹងហើយណបដិកង្ខេហ្នឹងហើយព្រះអង្គសម្ដែងអតីតនានាវាកមេយៈណបដិកង្ខេអនាគតហ្នឹងហើយមិនអាល័យអតីតមិនប្រាថ្នាអនាគតហ្នឹងហើយអតីតយៈតតីតំបហេណាមតាំងរបស់ណាដែលកន្លងទៅហើយរបស់នោះវាលះបង់ទៅហើយហ្នឹងហើយវាថាវាចោលយើងទៅក៏បានហ្នឹងហើយនិយាយជាប់ដោយបញ្ញត្តិដោយបរមត្តគឺវារលត់ទៅហ្នឹងហ្នឹងហើយអនាគតហ្នឹងបានជាព្រះអង្គម្ដែងថាណបដិកង្ខេអនាគតហ្នឹងមកអំពីអបតញ្ចៈវាអត់តាន់មកដល់ហ្នឹងហើយហ្នឹងគឺតលតែយើងអបនៅក្នុងបច្ចុប្បន្នញ្ញយោធម្មហ្នឹងនេះបានយើងយល់ខ្លឹមសារពុទ្ធិកាមិនឲ្យអាល័យអតីតព្រោះវាកន្លងទៅហ្នឹងមិនប្រាថ្នាអនាគតវាអត់តាន់មកដល់ហើយយើងមិនមានវិបស្សនាយើងធ្វើមិនយល់ថាខ្ញុំព្រះអង្គដឹងហើយអនាគតមិនតាន់មកដល់ហ្នឹងប៉ុន្តែខ្ញុំប្រាថ្នាឲ្យអនាគតមកដល់អនាគតល្អឬក៏ខ្ញុំទៅដល់អនាគតហ្នឹងជោគជ័យចឹងទៅហ្នឹងហើយហើយព្រះអង្គទ្រង់បញ្ជាក់ថាមិនថាណបដិកង្ខេអនាគតហ្នឹងមិនប្រាថ្នាអនាគតមកពីអីព្រះអង្គបញ្ជាក់ថាអបតញ្ចៈអនាគតហ្នឹងព្រោះអនាគតអត់តាន់មកដល់យើងយល់មិនព្រោះយើងថាអនាគតមិនតាន់មកដល់ខ្ញុំយល់ហើយតើប៉ុន្តែមិនឲ្យប្រាថ្នាហ្នឹងមិនគ្រាន់តែអនាគតមិនតាន់មកដល់ហ្នឹងមិនប្រាថ្នាខ្ញុំប្រាថ្នាដែលថាអនាគតមិនតាន់មកដល់ឬខ្ញុំមិនតាន់ទៅដល់អនាគតហ្នឹងអានោះខ្ញុំដឹងហើយតើប៉ុន្តែខ្ញុំប្រាថ្នាឲ្យទៅដល់ហ្នឹងគេថាបានរូបល្អសម្លេងល្អក្លិនរសផតពៈជាទីប្រាថ្នាជាទីស្រឡាញ់ពេញចិត្តចេះអញ្ចឹងហ្នឹងហើយយើងធ្វើមិនយល់ខ្លឹមសារហ្នឹងវាតតែយើងមកចាប់សេចក្តីបច្ចុប្បន្នញ្ញយោធម្មតថវិបស្សតិអសង្ហិរੰអសង្កបੰតាំងវិធាមនុព្រោះអាយេនេះដែលព្រះអង្គសម្ដែងថាវិបស្សនាដឹងធัวដែលកំពុងប្រកបហ្នឹងបច្ចុប្បន្នហ្នឹងឯងបច្ចុប្បន្នសន្តតិហ្នឹងឯងជាអារម្មណ៍របស់វិបស្សនាហ្នឹងដែលកំពុងប្រកបជារូបជានាមនេះហើយមិនរសេមរសាមដោយអត្តានុតិដ្ឋិវាអត់រសេមរសាមថាជាយើងហ្នឹងឯងបានយើងមកចាប់ត្រង់ឲ្យព្រះអង្គម្ដែងថាមិនអាល័យអតីតហ្នឹងឯងចឹងអាល័យអតីតយកមកឲ្យណាបើបច្ចុប្បន្នអត់មានយើងផងហ្នឹងហើយប្រាថ្នាអនាគតទៅអីបើបច្ចុប្បន្នហ្នឹងអត់មានយើងផងហ្នឹងហ្នឹងឯងវាសំខាន់ត្រង់ដែលយើងចាប់បានបច្ចុប្បន្នដែលវាអត់មានជាអត្តាហ្នឹងណាហើយអនាគតវាអត់ទៅមកដល់ទេបច្ចុប្បន្ននេះដែលវាមិនមែនជាអត្តាណាជាអារម្មណ៍របស់វិបស្សនានេះហ្នឹងឯងធัวជាបច្ចុប្បន្នហ្នឹងឲ្យតែយើងចាប់បច្ចុប្បន្នជាប្រយោជន៍បាននៃវិបស្សនាហ្នឹងគឺយើងយល់ពុទ្ធដីកាត្រង់ដែលថាអនាគតតែវាអត់តាមមកដល់ណាហ្នឹងហើយវាអត់មែនជារូបធัวនាមធัวអីដែលយើងត្រូវប្រាថ្នាទេហ្នឹងហើយពីព្រោះបច្ចុប្បន្នហ្នឹងវាអត់មែនជាយើងហើយស្រេចឲ្យតែដឹងបច្ចុប្បន្នមិនមែនជាយើងមានយើងឯណាទៅអនាគតហ្នឹងអនាគតមានប៉ុន្តែវាត្រឹមត្រូវទៅតាមបច្ច័យនៅពេលវាកើតឡើងហ្នឹងវាមិនខុសពីបច្ច័យទេហ្នឹងហើយប៉ុន្តែវាសំខាន់ត្រង់ថាបច្ចុប្បន្ននេះណាដែលវាមិនមែនអតីតមិនមែនអនាគតនេះឲ្យតែដឹងបច្ចុប្បន្នដោយវិបស្សនាវាមិនងាយដឹងបច្ចុប្បន្នហ្នឹងដោយវិបស្សនាណាបានវាមិនយល់សំបីក្នុងលោកហ្នឹងជួយនិយាយគ្នាហ្នឹងហើយអតីតកន្លងទៅហើយរស់នៅជាមួយបច្ចុប្បន្នអាហ្នឹងវានិយាយងាយទេហ្នឹងហើយសើដូចថាវាស្ថិតនៅក្នុងសេចក្តីសម្គាល់ថាខ្លួនយើងហ្នឹងនៅរស់ក្នុងបច្ចុប្បន្នហ្នឹងអតីតកន្លងទៅអញ្ចឹងទៅវាគ្រាន់តែជួយកាត់អីបានខ្លះបន្តិចហ្នឹងណាហ្នឹងហើយអ្នកនិយាយប្រាប់គេហ្នឹងក៏បានតែរឿងគេហ្នឹងទៅបានតែដល់រឿងខ្លួនឯងក៏លះវាមិនបានហ្នឹងហើយព្រោះវានៅក្នុងសេចក្តីសម្គាល់តែមានខ្លួនឯងក្នុងបច្ចុប្បន្នហ្នឹងជួនកាលក៏និយាយតាមគ្នាអញ្ចឹងមកទៅអត់បានដឹងថាមិនបានជាមិនអាល័យអតីតហ្នឹងដោយវិបស្សនាកំណត់នាមរូបក្នុងបច្ចុប្បន្នហ្នឹងវាអត់មានយើងវាត្រូវកាត់តណ្ហាដែលត្រូវការអតីតក្តីតណ្ហាដែលហួងហែងទៅអនាគតក្តីហ្នឹងវាកាត់ចេញអស់មែនអញ្ចឹងណាហ្នឹងហើយដោយការដែលដឹងនាមរូបក្នុងបច្ចុប្បន្នហ្នឹងមិនមែនជាយើងណាមិនមែនដំណើរយើងទៅនៅនឹងអនាគតនឹងណាដំណើរទៅព្រះនិព្វានដោយសតិប្បដ្ឋានបដិបត្តិនេះវិលះកិដ្ឋិព្រះនិព្វានគឺមិនប្រកាន់ណាមិនប្រកាន់បញ្ញខណ្ឌថាជាខ្លួនយើងដោយកិដ្ឋិតណ្ហាហ្នឹងណាសពេធម្មានេលំអភិនិវេសាយាតិធัวទាំងឡាយទាំងពួងមិនគួរប្រកាន់ដោយកិដ្ឋិនិងតណ្ហាហ្នឹងហ្នឹងហើយហ្នឹងចុះការដែលយើងរៀបចំអនាគតហ្នឹងថាអនាគតហ្នឹងមិនមែនយើងអ្នករៀបចំសាងឡើងទេណាគ្រាន់តែយើងដឹងថាអនាគតវាមានដោយអវិជ្ជាតណ្ហាបាទាននៅយើងត្រូវការឲ្យអស់ហើយអវិជ្ជាតណ្ហាបាទានហ្នឹងស្ដាប់ពធមកហ្នឹងមិនប្រាថ្នាខណ្ឌអីអនាគតជាទុកហ្នឹងទេប៉ុន្តែតើអរហត្តមគ្គបានវាអស់អវិជ្ជាតណ្ហាបាទានហ្នឹង
ហើយចុះបើអរហត្តមគ្គនឹងមិនទាន់បានសម្រេចទេអញ្ចឹងវាត្រូវតែមានអវិជ្ជាតណ្ហាបាទានកិលេសវត្តដាក់នាំឲ្យមានកម្មនាំឲ្យមានអនាគតជាតិនឹងឯងហើយបើអនាគតវាមានអញ្ចឹងវាមិនមែនយើងអ្នកសាងឯណាគ្រាន់តែយើងរៀបចំបើអនាគតទៅនៅមានអញ្ចឹងកុំឲ្យវាមានអបាយភូមិរៀបចំអញ្ចឹងឯតាហ្នឹងឯងតែដូចជាថាវាមានស្អែកវាមិនមែនយើងទៅធ្វើស្អែកបានទេយើងក៏ទៅធ្វើម៉េចរូបធម៌នេះមកធ្វើស្អែកហ្នឹងទៅចេះចាត់ចែងរៀបចំឲ្យស្អែកហ្នឹងកើតមានអត់ទេប៉ុន្តែវាត្រូវតែមានស្អែកអញ្ចឹងបើវាត្រូវតែមានស្អែកយើងត្រូវរៀបចំយ៉ាងម៉េចស្អែកហ្នឹងត្រូវទៅណាត្រូវរស់យ៉ាងម៉េចឲ្យបានល្អហ្នឹងឯងត្រូវធ្វើអំពើអីត្រូវកុំធ្វើអីអាហ្នឹងយើងគ្រាន់តែរៀបចំអនាគតហ្នឹងឯងឲ្យបានល្អកុំឲ្យវាមានទោសទណ្ឌកុំឲ្យវាដើរខុសផ្លូវមានប្រធัวរៀបចំដំណើរផ្លូវនៃជីវិតរបស់យើងដោយទានសិលភាវនាហ្នឹងអាហ្នឹងឯងអាហ្នឹងវាមិនមែនជារឿងប្រាថ្នាអនាគតទេប្រាថ្នាវាជាប់ដោយទិដ្ឋិថាខ្លួនអញហ្នឹងទៅកើតទៀតសូមឲ្យរូបអាត្មាយ៉ាងនេះវេទនាយ៉ាងនេះសញ្ញាយ៉ាងនេះសង្ខារយ៉ាងនេះវិញ្ញាណយ៉ាងនេះព្រោះអត់មានវិបស្សនាអត់មានវិបស្សនាវានៅសម្គាល់ថាមានខ្លួនអញ្ចឹងវាត្រូវការអនាគតនឹងឯងដើម្បីឲ្យខ្លួនឯងនឹងឯងបានសុបាយបានរីករាយព្រោះមិនមែនអាណាប្រាថ្នាសេចក្តីទុកទេប្រាថ្នាសេចក្តីសុបាយរីករាយនឹងឯងប៉ុន្តែគឺមានសេចក្តីប្រកាន់ដើម្បីឲ្យខ្លួនឯងនឹងឯងបានខ្សែផ្សោយសុបាយរីករាយនៅក្នុងសាសនាដែលបូជាភ្លើងណាអគិហុតៈមុខាយ៉ាញ់យ៉ាញ់ទាំងឡាយមានការបូជាភ្លើងជាប្រធានអាហ្នឹងដូចជាព្រះឧរវេលកាសបៈអីលោកប្រកាសថាដើម្បីសុបាយរីករាយក្នុងទេវលោកការដែលលោកបូជាភ្លើងហ្នឹងណាគឺដើម្បីឲ្យបានសម្បត្តិជាទឹកដែលខំមកបួសជាតបោះអីទាំងអស់ហ្នឹងដែលគេចាត់ទុកថាជាព្រះអរហន្តហ្នឹងហើយហ្នឹងណាប៉ុន្តែព្រះអរហន្តនៅកើតទៀតអ្នកស្រុកអ្នកភូមិហ្នឹងមគ្គធៈអង្គៈហ្នឹងយល់ឃើញត្រូវតែកើតទៀតប៉ុន្តែកើតក្នុងទេវលោកកើតក្នុងបរមាថ្មអីហ្នឹងចឹងទៅតាមទិដ្ឋិហ្នឹងអាហ្នឹងគឺអត់មានព្រះនិព្វានអីជាទិសដៅទេគឺថាឃើញទេវលោកព្រហ្មលោកហ្នឹងជាទិសដៅរបស់ខ្លួនត្រូវបរិភោគត្រូវខ្សែផ្សោយត្រូវរីករាយដោយប្រកាន់ថាអត្តាទូខ្លួននឹងឯងអ្នកឃើញអ្នកឮអ្នកសោយអារម្មណ៍ហ្នឹងតែក្នុងពុទ្ធសាសនាគឺមានទិសដៅការអស់ទៅនៃទិដ្ឋិនិងតណ្ហាមិនបានប្រកាន់បដិសន្ធិដែលមាននាមរូបក្នុងទេវលោកព្រហ្មលោកហ្នឹងជាអត្តាទេក៏មិនបានប្រកាន់វិញ្ញាណឃើញរូបហ្នឹងថាអាត្មាអញជាទេវបុត្រទេពធីតាអីទេចក្ខុវិញ្ញាណសោតវិញ្ញាណឃាតវិញ្ញាណអាការដឹងរឿងអាការសោយអារម្មណ៍អីហ្នឹងគ្រាន់តែថាអាស្រ័យសុគតិភពនឹងឯងបានសិក្សានៅក្នុងព្រះធម៌ដែលព្រះអរិយបុគ្គលបានប្រកាសហើយនៅទេវលោកព្រហ្មលោកនឹងសាងព្រហ្មយានឆ្លងកាត់ទេវលោកគ្រាន់តែជាដំណើរឆ្លងកាត់ទៅរកការអស់ទិដ្ឋិតណ្ហាអស់ភពជាតិកំណើតដោយអំណាចនៃអរហត្តមគ្គហ្នឹងតែប៉ុណ្្នឹងទេអាហ្នឹងមិនមែនរឿងប្រាថ្នាអនាគតទេគ្រាន់តែជាដំណើរឆ្លងកាត់ទៅតែប៉ុណ្្នឹងទេព្រោះអនាគតមិនមែនយើងអ្នកសាងទេមិនមែនយើងអ្នករៀបចំទេយើងអប់រំចម្រើនបញ្ញាទៅយើងដឹងអញ្ចឹងណានៅក្នុងបគាថាទី2ហ្នឹងសំខាន់ណាស់នៅក្នុងផតេករតសោតទាំង4បគាថាហ្នឹងគឺថាយោបេះដូងបើដូចថាគាថាទី1ក្បាលគាថាទី2ទ្រូងមានបេះដូងអញ្ចឹងណាគាថាទី3មកចកេះគាថាទី4មកជើងទ្រួអញ្ចឹងណាហ្នឹងហើយអវយវៈតាំងពីជើងដល់ក្បាលឬក៏ពីក្បាលចុះមកដល់ជើងអញ្ចឹងណាក្នុង4បគាថាហ្នឹងសំខាន់បេះដូងក្នុងផតេករតសោតហ្នឹងគឺគាថាទី2ប៉ុន្តែដល់សម្រាប់វាដល់មានក្បាលបានរស់មនុស្សយើងមានសតិប្បដ្ឋានហ្នឹងជាព្រះសរងដងកទៅមានសទ្ធាជាដៃលើកបសិស័កដាក់ពីលើព្រះសរងដងកហ្នឹងចឹងទៅហ្នឹងហើយអាហ្នឹងគឺសម្រាប់អីព្រោះមិនអាល័យអតីតមិនប្រាថ្នាអនាគតហ្នឹងព្រះអរហន្តហើយហ្នឹងហើយប៉ុន្តែដែលជាព្រះសរងដងកនេះណាតេតួងចុះមកដល់បេះដូងនេះទ្រូងនេះគឺបច្ចុប្បន្នញ្ញយោធម្មងតថវិបស្សតិអសង្ហិរੰអសង្កបាំងតាំងវិធាមនុព្រោះអាយេដើម្បីដឹងធัวជាបច្ចុប្បន្នក្នុងទីនោះដោយបញ្ញត្តិគឺទីកន្លែងដែលគង់នៅហ្នឹងអាស្រ័យនៅហ្នឹងក្នុងវត្តក្នុងព្រៃអីហ្នឹងហើយបើដោយបរមត្ថគឺនាមរូប5ទ្វាទាំង6អសង្ហិរੰអសង្កបាំងហ្នឹងដោយវិបស្សនាមិនរសេមរសាមដោយសកាយៈទិដ្ឋិដោយផលសមាបត្តិតាំងវិធាមនុព្រោះអាយេនេះអញ្ចឹងអសង្ហិរੰអសង្កបាំងហ្នឹងគឺព្រះនិព្វានជាអារម្មណ៍របស់ផលសមាបត្តិហ្នឹងឯងហ្នឹងគេថាទី2ហ្នឹងឯងដែលមិនអាល័យអតីតមិនប្រាថ្នាអនាគតព្រោះខ្លឹមសារត្រង់លះអត្តានុទិដ្ឋិហ្នឹងឯងហើយតណ្ហាដែលតាំងនៅក្នុងឋានៈស្មើនឹងទិដ្ឋិហ្នឹងឯងដែលប្រព្រឹត្តទៅជាការអាល័យអតីតដែលជាការប្រាថ្នានៅអនាគតហ្នឹងគឺតណ្ហាដែលតាំងនៅក្នុងឋានៈស្មើនឹងទិដ្ឋិហ្នឹងអញ្ចឹងបានត្រូវលះបង់សកាយៈទិដ្ឋិដែលជាការកម្រើកញាប់ញួរហ្នឹងទៅជាអសង្ហិរੰអសង្កបាំងហ្នឹងឯងមិនរសេមរសាមមិនកម្រើកញាប់ញួរហ្នឹងហើយតមកគ្រាន់តែព្រះអង្គ
ប្រកាសអំពីការប្រឹងប្រែងជាយាមហ្នឹងអច្ចេវៈកិច្ចមាតបាំងកោជាញាមរណង្គសវេនហេណូសង្ករន្តេនៈមហាសេនេនមច្ចុណាហ្នឹងព្រះអង្គរំលឹកបញ្ជាក់ទៅក្នុងកិច្ចប្រតិបត្តិក្នុងបទាថាទី2ហ្នឹងហ្នឹងឯងគឺត្រូវប្រឹងប្រែងក្នុងថ្ងៃហ្នឹងឯងឱកាសល្អណាស់ណាយើងមិនងាយចិត្តឲ្យបានធ្វើការងារក្នុងបទាថាទី2ហ្នឹងឯណាដល់តែយើងបានមកជួបនឹងពធัวណាកើតជាមនុស្សអញ្ចឹងហើយយើងដឹងបាននៅរស់ប្រហែលថ្ងៃទៀតថ្ងៃហ្នឹងដែលយើងប្រឹងប្រែងដែលព្រះអង្គដែងអច្ចេវៈនេះអច្ចេលើថ្ងៃហ្នឹងណាហើយអេវៈហ្នឹងគឺថាតែម្យ៉ាងឲ្យច្បាស់លាស់កិច្ចមាតបាំងកិច្ចចាំងអាតបាំងទៅប្រឹងប្រែងជាយាមធ្វើកិច្ចហ្នឹងក្នុងថ្ងៃហ្នឹងហ្នឹងឯងអច្ចេវៈកិច្ចមាតបាំងហ្នឹងឯងយើងដឹងបល័យតាមហ្នឹងអញ្ចឹងទៅហើយពុទ្ធសាសនាហ្នឹងគឺព្រះធម៌ព្រះវិន័យហ្នឹងព្រះធម៌ដែលព្រះអង្គសម្ដែងហើយព្រះវិន័យដែលព្រះអង្គទ្រង់បញ្ញត្តិហើយព្រះអង្គបរិនិព្វានទៅគឺថាព្រះធម៌ព្រះវិន័យហ្នឹងជាព្រះសម្មាសម្ពុទ្ធជាព្រះសាស្តាជំនួសព្រះអង្គទ្រង់ផ្ដាំផ្ញើក្នុងដីដកលេខ16ដែលមហាបរិនិព្វានសូត្រហ្នឹងយោអនន្តមយាធម្មោចវិនិយោចតេចតោបញ្ញត្តោសោវមមច្ចយេនសត្ថាហ្នឹងណាគុណចាស់អង្គជ្រាបច្បាស់ព្រោះតែងតែស្វាធ្យាយរឿយព្រោះណាអង្គដាំជាមួយនឹងព្រះអនន្តជាដើមហ្នឹងធម៌ដែលតថាគតសម្ដែងហើយវិន័យដែលតថាគតបញ្ញត្តិហើយអំណះអត់អំពីតថាគតទៅធម៌នឹងវិន័យដែលតថាគតសម្ដែងបញ្ញត្តិដល់អ្នកទាំងឡាយហ្នឹងហើយគឺជាគ្រូជាសាស្តារបស់អ្នកទាំងឡាយជំនួសតថាគតនឹងពុទ្ធបរិស័ទយើងទំនុកបំរុងប្រសង់គឺទំនុកបំរុងព្រះធម៌ព្រះប្រសង់គង់នៅសិក្សារៀនសូត្រពធហើយដល់ទៅទំនុកបំរុងពធឈ្មោះថាទំនុកបំរុងព្រះសម្មាសម្ពុទ្ធធំទលំទលាយយើងអត់បានជាពុទ្ធមេត្តាអត់មែនជាពុទ្ធបិតាអត់បានកើតតន់ព្រះអង្គអត់បានថ្វាយចង្ហាន់ព្រះអង្គក៏ពិតមែនប៉ុន្តែឥឡូវហ្នឹងគឺព្រះធម៌ព្រះវិន័យហ្នឹងជាព្រះសម្មាសម្ពុទ្ធយើងស្ដាប់ពធัวយើងសិក្សាបត្រៃបីដកទៅស្រាប់តែយើងស្គាល់ពុទ្ធតាមរយៈនៃពធัวហ្នឹងណាគឺក្របពូជថាសទ្ធាពីជាងណាពីជាងហ្នឹងពូជសទ្ធាហ្នឹងពុទ្ធសំដែងទាំងសទ្ធាពីជាងតបោវត្ថិបញ្ញាមេយុគនង្កលាំងរេអ៊ីសាមនោយោតាំងសតិមេផាលបាយណੰក្នុងកសិសោតបីដកលេខ30ក៏មានក្នុងសតនិបាតលេខ54ក៏មានសទ្ធាជាពូជតបៈជាភ្លៀងហ្នឹងអញ្ចឹងគឺយើងបានសិក្សាត្រៃបីដកទៅគឺបានក្របពូជមកក្របហ្នឹងពោធិសទ្ធាហ្នឹងយើងចិត្តតែស្រោចទឹកដោយសតិតបោវត្ថិតបៈជាភ្លៀងតបៈហ្នឹងគឺសតិទាំងការសង្រួមឥន្ទ្រីព្រះអត្តកថាបញ្យលចិត្តតែស្រោចទឹករឿយទៅក្របពូជហ្នឹងចាក់ឫសចូលទៅក្នុងដីគឺសិលដោះដើមគឺសមថវិបស្សនាមានមលុបព្រះពោទេសោតាបត្តមៈសកតិគិមៈអនាគិមៈអរហត្តមៈហ្នឹងអញ្ចឹងពពោយើងមិនទាន់ធំមានមលុបអីស្រួលបួលប៉ុន្តែយើងចិត្តតែស្រោចទឹកដោយសតិគឺថារក្សាចិត្តរក្សាក្របពូជហ្នឹងការដែលរលឹកបានសតិហ្នឹងមកដីហ្នឹងគូជាមួយសម្បជញ្ញៈហ្នឹងឯងហើយសតិសម្បជញ្ញៈជាធัวដែលមានឧបការៈគុណច្រើនព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះធម្មសេនាបតីសម្ដែងនៅក្នុងទសត្តរសូត្របីដកលេខ19ទាំងធัวដែលមានឧបការៈគុណច្រើនមួយគឺអបមាទធัวសេចក្តីមិនប្រមាទបរប់2គឺសតិ1សម្បជញ្ញៈ1បើអរប់3គឺ
មួយសัพពរិសោប្រសង្ឃសេវៈខ្សែគប់នឹងសัพពរោះទី2សទ្ធម្មសវណៈស្ដាប់ព្រះធម៌របស់សัพពរោះហ្នឹងទី3ធម្មមានុធម្មបរិបត្តិនឹងធัวដែលមានឧបការៈច្រើនហើយព្រះសារីបុត្រសម្ដែងធัวដែលមានឧបការៈច្រើន4 5 6 7 8 9 10ទៅហ្នឹងហើយនៅក្នុងតេសតរៈសូត្របៃដកលេខ19គ្រាន់តែរំលឹកថាសតិសម្បជញ្ញៈហ្នឹងគេទឹកភ្លៀងក្រាបពូជអីក៏ដោយអត់មានទឹកមិនដោះទេដោះហើយអស់ទឹកងាប់ចឹងណាចាំបាច់ត្រូវទៅស្រោចទឹកនេះព្រះពុទ្ធសម្ដែងសទ្ធាពីជាងតបាវត្ថៈហ្នឹងឯងនៅពេលដែលខឹងកើតឡើងគឺឲ្យតែដឹងថាអូអានេះខឹងជាបាបប្រមិតនាំយើងទៅរកខុសកុំជឿទោសៈនឹងថានាំឲ្យយើងប្រសើរគ្រាន់បើអីឲ្យសោះត្រូវអត់ធន់ទៅទាំងចាំពេលខឹងនឹងវាស្ងប់រងាប់ទៅចង់និយាយអីក៏ចាំដល់ពេលវាបាត់ខឹងទៅជួនកាលពេលខឹងយើងចង់និយាយឲ្យគេឈឺចង់ស្ដីចង់ថាណានឹងឯងទាំងចាំដល់តែពេលយើងបាត់ខឹងយើងនិយាយអត់ចាញ់ទេពីព្រោះអានឹងវាបានតែពេលខឹងនឹងឯងទាំងហើយដល់តែពេលយើងនិយាយចេញទៅក្រោយមកយើងបាត់ខឹងទៅវាបាត់ខឹងទៅយើងណាអាពាក្យសម្ដីដែលយើងនិយាយពេលខឹងនោះវាអត់បាត់អំពីការចាំរបស់អ្នកដទៃណាគេចងចាំមកជីវិតណាអ្នកខ្លះគូសថ្មទៀតហ្នឹងឯងខ្លះគូសដីបើគូសទឹកវាមានអីហឹងរួចទៅវាបាត់ទៅព្រះអង្គសម្ដែងរឿងអ្នកខឹងក្រោត3ពួកហ្នឹងក្នុងបកកលបញ្ញត្តិគូសទឹកគូសដីគូសថ្មគូសថ្មហ្នឹងវាមិនងាយរលប់ទេហ្នឹងឯងអញ្ចឹងគឺវាមានអញ្ចឹងដូច្នេះយើងត្រូវដឹងទាំងហើយកុំឲ្យដូចថាបងប្អូនឬក៏មិត្តភាពអី20 30ឆ្នាំអីមកហ្នឹងហើយមកបែកបាក់គ្នាដោយសារតែយើងខ្វះសេចក្តីអត់ធន់មកពេលមកគ្រាហ្នឹងចង់ស្ដីចង់ថាអីចឹងនិយាយចំពោះមុខឬក៏កំបាំងមុខអីចឹងទៅគឺវាលឺដល់អ្នកអតីនឹងងាយណាស់ណាមាត់កមនោះយើងឲ្យតែបានចេញពីមាត់យើងទៅហើយចូលជាអ្នកដតីកុំសង្ឃឹមថាវាត្រឹមតែម្នាក់ដែលយើងនិយាយប្រាប់ហ្នឹងអត់ទេម្នាក់ហ្នឹងវាមាននរណាមួយចិត្តដិតអីចឹងទៅនឹងឯងនិយាយប្រាប់ទៅហើយកុំប្រាប់គេណាខ្ញុំប្រាប់តែអ្នកឯងទេម្នាក់ទៀតហ្នឹងទៅប្រាប់ម្នាក់ទៀតអូយកុំប្រាប់គេណាខ្ញុំប្រាប់តែម្នាក់ឯងនឹងឯងដូច្នេះបើថាយើងនិយាយទៅហើយយើងគិតថាជាអាកំបាំងហ្នឹងវាមិនមានទេចឹងហើយនឹងឯងកុំនិយាយតែម្ដងទៅរឿងរ៉ាវអីយើងអត់ធន់ទៅព្រោះតាមពិតមាត់តែចង់និយាយហ្នឹងដោយសារចិត្តខឹងទេតែកាលណាយើងអប់រំចិត្តបានតិចទៅគឺយើងជោគជ័យហើយយើងសប្បាយចិត្តណានឹងឯងចឹងរឿងពេលខឹងគ្របសង្កត់ចិត្តដូចជាមនុស្សខ្វាក់អញ្ចឹងចឹងភាពងងឹតគ្របសង្កត់បិទបាំងគុណរបស់អ្នកដទៃរួនឹកសេចក្តីល្អអ្នកដទៃរួមឃើញតែគេខុសឃើញតែទោសអានឹងអញ្ចឹងរបៀបដូចរាគៈគ្របសង្កត់ចិត្តអញ្ចឹងណាភាពងងឹតគ្របវឹបដូចជាខ្វាក់អញ្ចឹងអត់មានឃើញទោសនៃបញ្ញខੰអត់មានឃើញទុក្ខទោសសេចក្តីលំបាកក្នុងវដ្តសង្សារឃើញតែពីអានិសង្ឃអាសាពៈប្រព្រឹត្តទៅស្រឡាញ់ពេញចិត្តល្អិលចូលទៅតែហ្មងចឹងនឹងឯងកុំខ្ជិលសំបុណ្យចាព្រោះបុណ្យនឹងឯងជាមិត្តសម្លាញ់ជាទីពឹងជាសម្បត្តិអរិយទ្រព្យបញ្ញនិធិអនុគាមិកោហោតិតែជាប់តាមជីវិតរបស់យើងគឺយើងត្រូវពឹងបុណ្យទាំងស្រុងតែហ្មងចឹងហើយនឹងពុទ្ធរិកាដែលព្រះអង្គសម្ដែងបុណ្យនឹងជាស្បៀងក៏ព្រះអង្គសម្ដែងប្ររពចំពោះបុត្រកោខេតកៈបុណ្យនឹងជាមិត្តក៏ព្រះអង្គសម្ដែងនាំមកនៅប្រយោជន៍នាំមកនៅសេចក្តីសុខទាំងលោកយៈសុខទាំងលោកតរៈសុខនៅលើបុណ្យហើយចាំបាច់គឺត្រូវតែសន្សំដោយអង្គឯងដោយខ្លួនឯងយើងនៅជួបជុំគ្នាអ៊ូអភរិយាស្វាមីអីចេះតែវល់គ្នាទៅធ្វើបុណ្យអីប៉ុន្តែតួបុណ្យគឺចិត្តយើងម្នាក់សន្សំរៀងខ្លួនហ្នឹងហើយ
នឹងយើងយល់ហើយគ្រាន់តែថារំលឹកកុំឲ្យយើងខ្ជិលកុំឲ្យយើងឡាចបនកុំឲ្យថាបនតិចតួចអីណាព្រះពុទ្ធអង្គមិនឲ្យយើងប្រមាទថាបនតិចតួចនឹងមិនឲ្យផលអីទេព្រះអង្គឲ្យសន្សំតក់ពេញឆ្នាំងពេញក្អមទាំងពុទ្ធរិកាណាហ្នឹងហើយហ្នឹងគឺបងប្អូនកូនចៅយើងមានសទ្ធាគឺថាត្រួនៅបនកសលទទួលនៅបនកសលក្នុងចិត្តសន្តានជាជាងដែលថាធម្មជាតិដែលមានចិត្តសម្រាប់យើងសន្សំបននឹងឯងទៅយើងប្រើចិត្តហ្នឹងវាជារបស់ដែលទុកដាក់ក្នុងโลกនេះទេមិនមែនយើងយកចិត្តទៅព្រះនិព្វានទេគ្រាន់តែយើងប្រើឲ្យសំបននឹងគ្រប់គ្រាន់ទៅសម្រាប់ទៅជាអរិយមគ្គឧបតៈថតិភង្គៈឬលត់ទៅដែរតើមិនមែនទៅនិព្វានទេអរិយមគ្គហ្នឹងឧបតៈថតិភង្គៈគ្រាន់តែថាជាផ្លូវទៅព្រះនិព្វានព្រោះអរិយមគ្គសមុច្ឆេតបហានៈធម្មជាតិហ្នឹងកើតមកគឺកំចាត់បងឬគល់នៃវត្តដាក់អញ្ចឹងទៅវាត្រូវអស់វត្តដាក់ហ្នឹងឯងការកើតឡើងនៅកិលេសវត្តដាក់កម្មវត្តដាក់វិបាកវត្តដាក់ហ្នឹងគឺមិនមានការកើតហ្នឹងដោយអំណាចនៃអរិយមគ្គហ្នឹងឯងរបៀបដូចថាយើងប្រើក្បូនឆ្លងទៅត្រើយនេអញ្ចឹងទីបំផុតដល់ត្រើយនេហើយយើងអត់ត្រូវការក្បូនហ្នឹងទៀតទេហ្នឹងហើយមកអត់មានត្រឡប់អីមកត្រើយអាយនឹងវិញទេត្រូវបដែតទឹកចោលឬក៏អូសដាក់នៅនឹងមាត់ច្រាំងនឹងចឹងទៅអរិយមគ្គហ្នឹងចឹងឯងចឹងគេថាកើតឡើងក្នុងអង្គណាសោតាបត្តមគ្គមកសង្សារវត្តហ្នឹងកើតតែម្ដងគត់មួយខណៈណាម្ដងហ្នឹងគឺមួយខណៈហើយអត់មានច្រើនលើកដោយយើងសោតវិញ្ញាណនេះវាកើតតែមួយខណៈដែររលត់ទៅវាត្រូវបន្តដោយសម្បដិឆណៈសន្តិណៈអញ្ចឹងប៉ុន្តែវាកើតឡើងទៀតរាប់ដងមិនអស់ទេតែសោតាបត្តមគ្គកើតតែមួយខណៈហើយតែម្ដងគត់មកសង្សារវត្តសម្រាប់មួយអង្គម្នាក់សក្តិគិមិមគ្គក៏តែមួយខណៈហើយម្ដងអនាគិមិមគ្គក៏តែមួយខណៈហើយម្ដងអរហត្តមគ្គក៏តែមួយខណៈហើយម្ដងមកពីកិលេសដែលលះបង់ហើយមិនត្រឡប់មកវិញអញ្ចឹងអត់មានអរិយមគ្គតែដែលសោតាបត្តមគ្គ2ដងអីសម្រាប់មួយអង្គឬម្នាក់នឹងទេហ្នឹងឯងហ្នឹងគឺការមិនកើតឡើងជារៀងរហូតហ្នឹងឯងគឺនិព្វានណានិព្វានសម្បត្តិសម្បត្តិរបស់ព្រះអរិយបុគ្គលហ្នឹងពុកច្រើនហ្នឹងដែលអត់បានឃើញតម្លៃនៃពុទ្ធពធប្រសង្ឃហ្នឹងណាមកអំពីអត់បានឃើញទោសនៃវត្តដាក់ដឹងតែពីរឿងថាក្នុងជាតិហ្នឹងវាមានសេចក្តីទុក្ខដោយសារថាវាខ្វះខាតគេមើលងាយវាក្រវាឃ្លានវាឈឺអីចឹងទៅក៏ដោះស្រាយតាមហ្នឹងទៅព្រឹត្តបញ្ញវេរាទៀតដើម្បីដោះស្រាយសេចក្តីទុក្ខលំបាកហ្នឹងហ្នឹងហើយអាហ្នឹងឲ្យយើងយល់ថាម៉េចបានជាមិនរួពុទ្ធរួប្រសង្ឃថាក៏រួមមកធ្វើអីវាមានចាំបាច់ពឹងពុទ្ធធ្វើអីណាព្រោះគាត់មានប្រាក់រស់នៅស៊ីចាយឲ្យសុបាយហើយកុំមកបបួលថាអូស្លាប់ទៅយកទៅមិនបានទេអីចឹងឲ្យធ្វើបន់ធ្វើទានអីអត់ទេគាត់ដឹងអាស្លាប់យកទៅមិនបានហ្នឹងប៉ុន្តែគាត់វាត្រូវការទ្រព្យសម្បត្តិហ្នឹងហឹកហឺហាបរិភោគសុបាយរីករាយមុនពេលស្លាប់ហ្នឹងហើយមកពីគាត់សម្គាល់ថាខ្លួនគាត់ជាអ្នកសោយជាអ្នកបរិភោគណាអត់ដឹងវេទនាដែលសោយអារម្មណ៍អាហ្នឹងមនុស្សពេញទាំងផែនដីណាងាយមានអ្នកណាមករាប់អានពុទ្ធពធប្រសង្ឃហ្នឹងឯងចេះតែប្រាប់គ្នាហើយទៅណាហើយដល់ពេលហ្នឹងទ្រព្យសម្បត្តិដែលយើងរួមមកជីវិតហើយណាអត់បាននៅឲ្យយើងត្រេកអរទេបើអក៏វាជារឿងរបស់លោភៈជាប់ជំពាក់ហ្នឹងហើយមានតែបុណ្យទេណាបញ្ញាំងមេកតន្តិនន្តតិដែលធ្វើឲ្យរីករាយដោយអបរចេតនាឬក៏ដោយចាគេនុសតិដែលព្រះពុទ្ធអង្គសម្ដែងចំពោះធម្មិកបាសកថាសោមោតតិសោបមោតតិទិស្វាកម្មវិសុទ្ធិមត្តណោឃើញនៅអំពើរបស់រិស័ទរបស់ខ្លួនទៅរីករាយទៅរឹតតែរីករាយទៅទៀតហ្នឹងឯងរហូតដល់ទៅមានអារម្មណ៍ល្អមកអញ្ចឹងណាតែហ្នឹងឯងទេវតាមកទទួលដោយរាជរដ្ឋអីចឹងណាធម្មិកបាសកហើយបាត់ទុដ្ឋគមនីអភ័យអីហ្នឹងវាមានកម្មនិមិត្តកតិនិមិត្តល្អអញ្ចឹងធ្វើឲ្យមានសេចក្តីសុខពេលស្លាប់ព្រះពុទ្ធអង្គសម្ដែងពេលស្លាប់បញ្ញាំងសុខខាងជីវិតសង្កយមហេ
ហ្នឹងគេថាបំនាំមកនៃក្តីសុខពេលខ្សែជីវិតហ្នឹងឯងមានអារម្មណ៍ល្អដែលឲ្យបានសុខហ្នឹងណាហើយក៏ប្រគល់អត្ថភាពនឹងឲ្យលោកនឹងអញ្ចឹងទៅហ្នឹងឯងអត់មានយើងប្រកែប្រកាន់អីក្នុងរឿងក្តីស្លាប់ហ្នឹងដោយហួងហែងអីព្រោះការដែលយើងអប់រំចម្រើនបញ្ញាទៅយើងដឹងបានថារឿងកើតរឿងចាស់រឿងឈឺរឿងស្លាប់អីហ្នឹងវាអត់មែនយើងអ្នកចាត់ចែងរៀបចំហ្នឹងណាវាជាធម្មតានៃសង្ខារធម៌តែយើងមានបញ្ញាដឹកនាមរូបព្រមទៅដោយបច្ច័យទៅអត់ហួងហែងអ្វីៗនៅក្នុងវត្តដាក់ហ្នឹងដោយប្រកាន់ថាជារឿងរបស់យើងឯងព្រោះតែកាលណាមិនមែនយើងអ្នកសាងវិបស្សនាហ្នឹងវាត្រូវឃើញផលដែលកើតឡើងពីបច្ច័យហ្នឹងបើយើងគ្រាន់តែគិតអាហ្នឹងវាអត់លះអត្តានុទិដ្ឋិទេយើងមិនមែនអ្នកសាងប៉ុន្តែយើងអ្នកទទួលណាយើងមិនមែនអ្នកសាងគឺអ្នកដតីណាសាងឲ្យយើងអ្នកទទួលអញ្ចឹងទៅមុំម៉ៅក្តៅក្រហាយខឹងក្រោតទៅលើអ្នកដតីឬក៏ភ័យខ្លាចធម្មជាតិមេឃដីអីអញ្ចឹងទៅហ្នឹងហើយមិនមែនយើងអ្នកធ្វើឲ្យខ្លួនឯងប៉ុន្តែយើងអ្នកទទួលណាបើនៅកន្លែងដែលហួងហែងហ្នឹងណាប្រកម្មហ្នឹងមោហៈអវិជ្ជាហ្នឹងតែដល់វិបស្សនាអត់ទេអត់មែនយើងអ្នកធ្វើគឺអត់មកទទួលហ្មងអត់មែនជាអ្នកទោសមកទទួលវត្តដាក់អីយើងអត់បានធ្វើផងហើយភារៈហ្នឹងធ្ងន់ជាទីបំផុតហើយចាធ្ងន់ដល់ទៅថាដាក់ភារៈហ្នឹងគឺព្រះនិព្វានណាមិនមែនធ្ងន់ម៉ាក់នមទេណាធ្ងន់ហ្នឹងគឺជាទុក្ខទុក្ខសច្ចផ្ទុយពីបរមសុខគឺព្រះនិព្វានណាហើយយើងមកទទួលវត្តដាក់ទុក្ខហ្នឹងហើយការដែលដាក់វត្តដាក់ចុះហ្នឹងឯងគឺព្រះនិព្វានហ្នឹងតែម្ដងចាប៉ុន្តែភារៈនិខេបណាំងសុខខាងព្រះអង្គម្ដែងនៅក្នុងភារៈសោតហ្នឹងខណ្ឌវេរវៈហ្នឹងភារៈវេបញ្ញខន្ធាភារៈអរោចបបលោភារៈទាននាងទុក្ខំលោកេភារៈនិខេបណាំងសុខខាងព្រះអង្គម្ដែងបញ្ញខន្ធជាភារៈបុគ្គលអ្នកនាំទៅនៅភារៈណាព្រះអង្គសម្ដែងបុគ្គលអញ្ចឹងអ្នកនាំទៅនៅភារៈប៉ុន្តែយើងស្ដាប់ទៅយើងអប់រំចម្រើនបញ្ញាទៅពីរស់ណាតែព្រះអង្គសម្ដែងបុគ្គលហ្នឹងមែនគឺបញ្ញត្តិមួយអង្គម្នាក់ហ្នឹងអ្នកនាំទៅនៅភារៈតែយើងអប់រំបញ្ញាទៅវាអត់ប្រកម្មថាមានយើងទេអ្នកនាំទៅនៅភារៈហ្នឹងព្រះអង្គសម្ដែងអញ្ចឹងព្រោះបញ្ញត្តិហ្នឹងឯងរស់ស្ត្រីរហបបរិចិត្តហ្នឹងអ្នកនាំទៅនៅភារៈប៉ុន្តែដល់ទៅការប្រព្រឹត្តទៅនៃភារៈហ្នឹងគឺកិលេសនាំឲ្យកើតកម្មនាំឲ្យមានវិបាកវត្តដាក់ហ្នឹងមានអត្តាឯណាប៉ុន្តែវត្តដាក់ដែលប្រព្រឹត្តទៅហ្នឹងឯងដែលបញ្ញត្តិថាបុគ្គលហ្នឹងឯងប៉ុន្តែមិនមែនចេះតែដឹងទាំងអស់គ្នាអញ្ចឹងឯណាដោយបរមត្តគឺអត់មានអ្នកណានាំភារៈមែនប៉ុន្តែវាមានសេចក្តីប្រកាន់នោះហើយសេចក្តីប្រកាន់ហ្នឹងឯងចឹងហ្នឹងឯងដែលជាតួនាំភារៈដែលជាតួរែកភារៈដូចអង្គម្ដែងបាទទី3ថាភារៈទាននាងទុក្ខំលោកេហ្នឹងឯងភារៈទាននាងភារៈនឹងអាទាននាងហ្នឹងគឺតណ្ហារៀនប្រកាន់ក្នុងភារៈហ្នឹងរវល់ក្នុងបញ្ញខណ្ឌនឹងចាំបីបាច់មើលថែប្រកែប្រកម្មហួងហែងរាល់តែថ្ងៃហ្នឹងសពគ្រប់ទាំងអស់ហ្នឹងបានលៀបមកអទៅអត់លៀបទៅអន់ទៅគេសើទៅអទៅគេនិន្ទាទៅអន់ទៅហ្នឹងហើយគឺខ្វល់ជាមួយនឹងបញ្ញខណ្ឌហ្នឹងអាហ្នឹងរែកហើយរហូតដល់ទៅអស់មួយជាតិទៅរែកតទៅទៀតទៅមួយជាតិទៀតទៅហ្នឹងភារៈទាននាងទុក្ខំលោកេគឺជាទុក្ខក្នុងលោកភារៈនិខេបណាំងសុខខាងហ្នឹងបរមសុខបានមកគាថាគេព្រះអង្គម្ដែងពីអរិយមគ្គដែលជាឧបាយក្នុងការដាក់ចុះនៅភារៈហ្នឹងយើងបរិបត្តិពធัวទៅគឺព្រះអង្គសម្ដែងពីភារៈហ្នឹងហើយពុទ្ធបរិស័ទយើងហ្នឹងវាអត់បានប្រកាន់អត្តាទូខ្លួនយើងអ្នករែកភារៈហ្នឹងទេព្រឹកទៅដោយបច្ច័យចឹងហើយជីវិតប្រកដីហ្នឹងរឿងអីក៏ដោយតែចិត្តតែរលឹករឿយទៅបញ្ញាចិត្តចម្រើនឡើងចឹងទៅវាអត់ប្រកម្មថាស្អីដែលមានក្នុងជីវិតហ្នឹងយើងអ្នកសាងមកណាវាអត់មានអាដីប្រកម្មថាយើងអ្នកធ្វើឲ្យខ្លួនឯងណាបើដូចយើងអត់បានទៅដុតផ្ទះគេអត់បានទៅដុតផ្សារអត់មែនផលិតគ្រឿងញៀនវាអត់មែនជាចោលអត់មែនជាអ្នកទោសចឹងណាអញ្ចឹងយើងមិនមែនជាអ្នកទោសវាអត់ត្រូវទទួលទោសតន់អីវាមានការចោទប្រកាន់អីយ៉ាងម៉េចក៏យើងដោះស្រាយតាមហ្នឹងថាខ្លួនយើងវាបរិសុទ្ធយើងវាអត់មានប្រកម្មខ្លួនយើងជាអ្នកទោសអាហ្នឹងចាប់តាំងពីទិដ្ឋិវិសុទ្ធិកាង្ខាវិតរណវិសុទ្ធិហ្នឹងបរិសុទ្ធដោយបញ្ញា
ហ្នឹងហើយដល់ទៅដឹងថាយើងមិនមែនអ្នកទោសនោះវាត្រូវរួចខ្លួននឹងសុបាយប៉ុណ្ណាទៅមិនសុបាយម៉ាក់មួមទេណាតែសុបាយរួចពីអ្នកទោសប្រចាំវត្តដាក់ណាយើងធ្លាប់ទៅថាអង្គនេះបានអ្នកផលអង្គនោះបានអ្នកផងអាត្មាអញនៅបឋិជនអីចឹងទៅនៅក្នុងលោកនៅក្នុងវត្តដាក់វានៅជាប់ដោយសេចក្តីប្រកាន់ហ្នឹងណាហ្នឹងហើយប៉ុន្តែដល់ទៅវិបស្សនាញាណកើតឡើងសំបីមិនតាន់បានអរិយមគ្គហ្នឹងប៉ុន្តែដឹងនាមរូបព្រមទៅដោយបច្ច័យទៅរឿងរបស់វត្តដាក់វាមិនមែនរឿងយើងអ្នកធ្វើណាណាមកបន្ទោសយើងតែយើងក៏មិនបន្ទោសខ្លួនឯងដែរហ្នឹងហើយបើថាសัพពរោះឬក៏ព្រះរាមាប្រភេទអីព្រះអង្គត្រាស់ហៅយើងឬក៏ព្រះអង្គសម្ដែងជាបុគ្គលបញ្ញត្តិនេះប៉ុន្តែណែនាំអប់រំតាមផ្លូវពធហ្នឹងឯងចាអង្គមិនមានទិដ្ឋិអីទៅប្រកម្មសត្វលោកអីមើលងាយមើលថោកសត្វលោកបន្ទុះតោះតោមនោះអីវាអត់មានអត្តាឯណាមកឲ្យព្រះពុទ្ធអង្គតោមនោះបន្ទុះតោះសត្វលោកនេះនោះអីទេព្រះអង្គសម្ដែងបញ្ញត្តិដើម្បីឲ្យដឹងថាអង្គនេះអង្គនោះចេះចោះអីទៅចឹងហ្នឹងហើយហ្នឹងគឺសម្រាប់ព្រះពុទ្ធអង្គតែពុទ្ធបរិស័ទយើងហ្នឹងវាសំខាន់ត្រង់ឯថាដឹងនាមរូបព្រមទៅដោយបច្ច័យវាអត់មានសេចក្តីសម្គាល់ថាយើងអ្នកសាងវត្តដាក់ក្នុងជីវិតប្រចាំថ្ងៃឲ្យខ្លួនឯងណាយើងមិនមែនបង្កើតកម្មច្ចរូបមិនមែនបង្កើតវេទនាសញ្ញាសង្ខារវិញ្ញាណអត់មែនបង្កើតរាគៈទោសៈមោហៈកិលេសវត្តដាក់អ្នកដទៃក៏មិនបានបង្កើតរាគៈទោសៈមោហៈកិលេសវត្តដាក់ឬក៏អកុសលមូលដែលនាំឲ្យមានអកុសលកម្មនឹងមាននរណាទៅធ្វើឲ្យខ្លួនឯងអញ្ចឹងទៅគឺនៅពេលដែលយើងមានបញ្ញត្តិមកជាអារម្មណ៍មានសត្វមានបុគ្គលបញ្ញត្តិមកជាអារម្មណ៍ហ្នឹងវាកើតករុណាសត្វទៅជាអ្នករួងគ្រោះទាំងអស់គ្នាទេត្រង់ដែលមានរាគៈទោសៈមោហៈនោះរោគដូចយើងឆ្លងរោគ COVID អីចឹងរងគ្រោះឬក៏ជាប់គ្រឿងញៀនអីចឹងជាអ្នករងគ្រោះអីចឹងទៅយើងអាចជួយគេណាកសាងមន្ទីរពេទ្យទៅឬក៏ចាក់វ៉ាក់សាំងអីជួយគ្នាអញ្ចឹងប៉ុន្តែដល់តែរងគ្រោះផ្លូវចិត្តកម្រិតនៃការយល់ដឹងវាអត់មានដឹងថាជាអ្នករងគ្រោះហើយវាទៅជាប្រកម្មថាជាអ្នកមានកិលេសជាអ្នកធ្វើខុសហើយនេះវាអត់មានអាការយល់ថាជាអ្នករងគ្រោះហ្នឹងហើយប៉ុន្តែយើងដឹងថាអ្នករងគ្រោះវាមានដូចជាជំងឺរោគអីឬក៏រងគ្រោះដោយសារទឹកចំនួនភ្លៀងអីស្អីយើងចេះនិយាយពីអ្នករងគ្រោះហ្នឹងឯងយើងអត់បន្ទោសអត់មើលងាយមើលថោកអីទេមានតែជួយអាណិតអញ្ចឹងណាអីរងគ្រោះហ្នឹងវាមិនមែនមានតែជំងឺរោគឆ្លងឬក៏គ្រោះធម្មជាតិចោលព្យុះអីទឹកចំនួនអីហ្នឹងឯណាភ្លើងឆេះអីហ្នឹងឯណារងគ្រោះផ្លូវចិត្តហ្នឹងរងគ្រោះចំមែនទេហ្មងណារងគ្រោះវត្តដាក់មែនគឺសេចក្តីទុកប្រចាំវត្តដាក់ណាដែលគួរតែអាណិតមែនទេណាអាណិតជាងរងគ្រោះដោយជំងឺរោគគេអីទៀតព្រោះនេះរងគ្រោះប្រចាំវត្តសង្សារណាមិនមែនគ្រាន់តែជាតិហ្នឹងឯណាហ្នឹងហើយចាំបាច់ត្រូវព្រះសម្មាសម្ពុទ្ធត្រាស់ដឹងណាសេចក្តីទុកក្នុងវត្តដាក់ហ្នឹងមិនមែនទុកតិចតួចម៉ាក់មួនទេមិនមែនទុកលេងទេណាជាទុកសច្ចៈគឺបើយើងថាសេចក្តីទុកហ្នឹងវាមួមលេងមកអំពីយើងវាអត់បានដឹងវត្តទុកហ្នឹងដល់អញ្ចឹងយើងក៏មិនអាចជ្រួតជ្រាបជ្រះថ្លានឹងព្រះគុណរបស់ព្រះរាមាប្រភេទឲ្យក្រៃលែងទៅដែរតើតែយើងដឹងថាសេចក្តីទុកក្នុងវត្តដាក់នេះគឺទុកខ្លាំងទុកមែនទែនបានយើងកាន់តែជ្រះថ្លានឹងការត្រាស់ដឹងរបស់ព្រះពុទ្ធអង្គហើយដូចដល់ក្រដែរបានឃើញតម្លៃប្រាក់អញ្ចឹងណាហ្នឹងឯងកាលពីមានពីម៉ែពីឪអីមកហ្នឹងចាយវេជោគជេរទៅដល់ទៅក្រទៅខ្វះទៅលេមឡាមទៅពាក់អំណុលគេទៅបានឃើញតម្លៃប្រាក់ហ្នឹងវាសំខាន់ហ្នឹងឯងតើធ្លាក់នរកទៅបានឃើញតម្លៃមនុស្សហ្នឹងនៅជាមនុស្សអញ្ចឹងចេះតែប្រមាថចេះតែធ្វើប្រហែសជាពេលវេលាអាយុជីវិតហ្នឹងទៅប្រើតែពីតពេះអត់ប្រយោជន៍ដល់ធ្លាក់នរកទៅបានដឹងតម្លៃនៃជីវិតក្នុងមនុស្សនេះដែលមានសេចក្តីសុខទោះជាទុកលំបាករឿងអីក៏វាតិចតួចមែនទែនទៅណាហ្នឹងហើយតើតែធ្លាក់នរកបានឃើញតម្លៃមនុស្សតើតែឈឺចិត្តស្លាប់ទៅបានឃើញតម្លៃនៃការរស់តើតែមានញៀនឃើញទោសនៃវត្តដាក់បានឃើញតម្លៃនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងឃើញមនុស្សដ៏ច្រើនហ្នឹងវាអត់បានឃើញទោសនៃវត្តដាក់ឃើញទុកលំបាកអីក្នុងបច្ចុប្បន្នហ្នឹងខ្លះក៏បន់ស្រន់បួងសួងអីចឹងទៅសុំ
chia tới rồi có xong rồi tu tiên miền ban ấy lụa đầy đạch ấy chẳng thế thà phần ngày nay phần ngày nào ấy chẳng ấy đó là ngày bàn tay nâng việc ra này chia chìm nư tới chẳng tới là ngày hay đào tới nụ ra hơn thì tới phần khuôn ấy còn là khuôn ấy nó xoay ngược ở đây để chỉ sờ bài hốt đào một rất nhiều về đi này lùi plan biệt biên rập ô thọ tận đam bát nè là tây ấy nam này chẳng đó là ngày cả một môn ấy nó dần lư vào đôi ta mà quạt vô đây ấy nè tôi ta ấy chẳng đó là ngày đấy quạt vô bàn nó quạt sầm coi cả quạt chlat chẳng nó quạt khăng quạt cài quạt miền nằm na ấy chẳng đó nó cứ thôi giờ mấy ơi để sờ bài miền ca sao lên cầm cao miền trọc tràn hụt hẹ hư hai chẳng tới là ngày miền trăm bạch pưng phục bút thua về sòng ấy pưng luôn quạt phục bút nòng pan gì về ria tới cam mê sự mấy cha tới thật đơm vô bọc kê tới thật luôn anh và cài thật đơm bọc kê bàn ấy chẳng đó là ngày anh nâng để mục ra nâng để ọt bàn khinh tầm lay này phục bút thua về sòng nâng nghe mà bị ọt bàn khinh tô này vọt đã đăng được về ta nòng chiết đó về miền thì đây tốt đây xa thà về khoa khát cái mơ nghe về cro về clean về chư ấy chẳng tới có đọc sai tam nâng tới ở bật pan như về đây thì tầm bay đọc sai thì đây tốt làm bà nâng này anh nâng ở dân vua thắm mấy ban thì mình rùa một bột rùa xong thà cái rùa mà thở ấy miền trăm bạch bưng một bột thở ấy vừa cất miền trạ rùa nơi si trai ơi sờ hay công màu của bùa thà ôi sạp từ vô từng bàn thế ấy chẳng ai thợ bon thợ tiền này thế cất đằng ấy sạp vô từng bàn nó bàn té mà quạt bị trừ cá trọt sầm bát nó hư ha bò phốt sờ bài gì đấy muốn về sạp là ngày mau đi cất sầm qua thà luôn quát chỉ nè sao ấy chỉ nè bò đi phô cái nó ấp đăng về tình nia để sao giả rom nó mà đúng pin đằng phan đây nó nghe miền là ná mà rạp an và put và thua và song nữa